អ្នកធ្លាប់មានអារម្មណ៍បែបនេះទេថាមានអ្នកណាម្នាក់កំពុងលួចសម្លឹងមើលអ្នកហើយនៅពេលដែលងាកទៅមើលវាពិតជាមានអ្នកណាម្នាក់កំពុងតែសម្លឹងមកញាក់ពិតមែនរឿងនេះមិនមែនជារឿងថ្មីឡើយហើយវាត្រូវបានគេសិក្សាអស់រយៈពេលជាង100ឆ្នាំមកហើយវាជាបាតុភូតផ្នែកចិត្តសាស្ត្រមួយដែលគេហៅថា Psychic Stirring Effect ដែលមានការធ្វើតេស្តសាកល្បងជាច្រើនដើម្បីពិនិត្យនិងបញ្ជាក់ពីបាតុភូតនេះស្វាគមន៍មកកាន់ Story Podcast កម្មវិធីដែលនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងរករឿងប្លែកៗទូទាំងពិភពលោកការសាកល្បងដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយគឺជារបស់ Dr. Rupert Sheldrake អ្នកជីវវិទ្យាល្បីឈ្មោះជនជាតិអង់គ្លេសគាត់បានធ្វើការសាកល្បងអំពីអារម្មណ៍ដែលត្រូវបានគេសម្លឹងមើលដោយបានរៀបចំឲ្យអ្នកចូលរួមសាកល្បងយកក្រណាត់បាំងភ្នែកហើយត្រូវទាយថាតើមាននរណាម្នាក់កំពុងតែសម្លឹងមើលគេដែរឬអត់ហើយលទ្ធផលបានបង្ហាញថាអ្នកចូលរួមអាចទាយបានយ៉ាងត្រឹមត្រូវក្នុងអត្រាខ្ពស់ជាងកម្រិតនៃភាពដែលទាយត្រូវបានដោយចៃដន្យទៅទៀតដូចជាអត្រាត្រឹមត្រូវជាមធ្យមប្រហែល 53.1% ដែលខ្ពស់ជាងអត្រាដែលបានរំពឹងទុក 50%លើពីនេះទៅទៀតមានអ្នកចូលរួម2នាក់អាចឆ្លើយយ៉ាងត្រឹមត្រូវចិត្តគ្រប់លើកតែម្ដងដោយអាចរកពេញទូខ្ពស់ជាងកម្រិតនៃការទាយដោយចៃដន្យបាន Dr. Rupert ក៏បានដាក់សំណើគំនិតមួយដែលគេហៅថា Morphic Field ឬសន្តានថាមពលចិត្តដែលជាគំនិតថាស្មារតីអាចពង្រីកចេញពីខួរក្បាលហើយអាចមានឥទ្ធិពលលើមនុស្សផ្សេងៗបានដូចជាសន្តានម៉ាញេទិកដែលអាចបណ្ដាលឲ្យមានឥទ្ធិពលលើចម្ងាយពីដាមម៉ាញេទិកឬសញ្ញាទូរស័ព្ទដែលអាចបញ្ជូនទៅឆ្ងាយជាងទូរស័ព្ទផ្ទាល់ទោះជាយ៉ាងណាក៏ដោយគំនិតមួយនេះត្រូវបានរិះគន់យ៉ាងច្រើនដោយអ្នកវិទ្យាសាស្ត្រជាច្រើនរូបបាននិយាយថាมันមានភស្តុតាងគ្រប់គ្រាន់ហើយអាចមានភាពលំអៀងនៅក្នុងការពិសោធន៍តាមពិតទៅសូម្បីតែអង្គភាពដូចជា CIA ក៏បានចាប់អារម្មណ៍លើបាតុភូតនេះដែរដោយធ្វើការសិក្សាអំពីការដែលត្រូវបានគេលួចសម្លឹងមើលពីចម្ងាយដែលគេហៅថា Remote Observation ដែលជាផ្នែកមួយនៃគម្រោងទាក់ទងនឹងការទទួលស្គាល់ផ្លូវចិត្តការសាកល្បងខ្លះក៏បានព្យាយាមវាស់ការឆ្លើយតបផ្លូវអាកប្បកិរិយាដូចជាការផ្លាក់ផ្ដល់ការនាំចរន្តអគ្គិសនីលើស្បែកនៅពេលអ្នកចូលរួមសាកល្បងត្រូវគេសម្លឹងមើលពីចម្ងាយចុងក្រោយលទ្ធផលទាំងនេះភាគច្រើនមិនអាចសន្និដ្ឋានជាក់លាក់បានឡើយហើយវានៅតែជាបញ្ហាដែលមានការពិភាក្សានៅក្នុងសហគមន៍វិទ្យាសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ